ចំណុចបាទចំណុចដែលគាត់សរសេរហ្នឹងគឺគាត់ចង់ឲ្យថៃវានៅលើដីកម្ពុជាដើម្បីជាខែលបើថៃហ្នឹងវានៅនឹងប៉ោយប៉ែតអាសៀមនឹងវាអត់ណាវាអត់ណាសៀមនឹងវាអត់តម្លាក់ក៏បែកឬវាវាយប៉ោយប៉ែតទេណាអាហ្នឹងអញ្ចឹងហើយចំណែកប្រជាជនខ្មែរដែលនៅស្រុកក្រៅហ៊ុនសែនមិនខ្វល់ទេអាណាវេទនាក៏មិនស្រក់ទឹកនោមដែរនេះជាយុទ្ធសាស្ត្រដែលគាត់ដាក់ចេញហើយនេះណាជាយុទ្ធសាស្ត្រគាត់ដាក់ចេញហើយនេះដោយគាត់មិនបង្ហាញភាពស៊ីត្រាវទេតែគាត់កំពុងប្រាប់អំណាចរបស់គាត់គឺអត់ឲ្យមានអ្នកឆ្លងដែនទេណាអាហ្នឹងអញ្ចឹងនេះ5ម៉ោងមុនណាសួរថាសៀមវាយល់ទេវាយល់អញ្ចឹងហើយបានជាថ្ងៃនេះសៀមវានិយាយវាថាខាងកម្ពុជាប្រើ human shield គឺយកជនស៊ីវិលធ្វើខែលតាំងពីព្រៃច័ន្ទភូមិជោគជ័យមកសៀមវានិយាយអញ្ចឹងឥឡូវនេះត្រឡប់មករឿងខ្សែប្រេះនៃផែនដីភូមិសាស្ត្រនយោបាយដែលខ្ញុំលើកឡើងមកដើម្បីដោះស្រាយបញ្ហាហ្នឹងមេដឹកនាំកម្ពុជាត្រូវតែរកអីមកពង្រឹងបើមិនពង្រឹងទេដាក់នៅក្នុងចិញ្ចៀងអត់ត្រូវគ្នាទេណាដាក់ក្នុងចិញ្ចៀងអត់ត្រូវគ្នាទេ